សួស្តីម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងមួយចំនួនដែលពាក់ព័ន្ធនឹងការដាំចេកឲ្យបានផលល្អហើយមានរសជាតិឆ្ងាញ់ហើយដាំគ្រប់លើស្ថានភាពដីទាំងអស់នេះជាប្រភេទគុនចេកណាវ៉ាហើយដីនេះដីបងប្អូនឃើញហើយដីជាប្រភេទដីមិនមែនជាដីល្បាប់ទេដីនេះប្រភេទជាដីសាច់លបាយអាចខ្លាឬដីខ្សាច់ខួនដែងអញ្ចឹងការដាំចេកឲ្យមានផលល្អហើយនឹងទទួលបានទិន្នផលខ្ពស់មានរសជាតិឆ្ងាញ់បងប្អូនត្រូវរើសពូជចេកដោយគុនចេកបាទគុនចេកនេះថ្លោសធំអញ្ចឹងបាទយើងរើសពូជចេកអង្វាដែលធំអញ្ចឹងហើយយើងមើលពីស្លឹកវិញបាទស្លឹករាប់មកបានត្រឹម7ស្លឹកឬក៏5ស្លឹករាប់ពីក្រោមអញ្ចឹងបាទហើយការដាំយើងមើលប្រភេទដីបើដីប្រភេទដីនេះយើងត្រូវកាប់ជាចង្អូបាទកាប់ជាចង្អូអញ្ចឹងកាប់ជាចង្អូដើម្បីឲ្យយើងបូមទឹកមកយើងដាក់ក្នុងចង្អូហ្នឹងឲ្យចង្អូហ្នឹងវាមានជាតិសំណើមហើយនឹងមានទឹកដក់ដើម្បីប្រែក្លាយដីទៅជាដីដែលមានជីវជាតិឡើងវិញអញ្ចឹងការដាំហ្នឹងយើងកាប់ជាចង្អូហើយក៏យើងមិនទាន់ដាំដែរយើងត្រូវជាកាប់ជារណ្ដៅទៀតបាទរណ្ដៅក្នុងចង្អូអញ្ចឹងកាប់ជារណ្ដៅមួយតាមប្រឡោះបាទប្រឡោះ2ម៉ែត្រ2ម៉ែត្រកន្លះពេលចូលដល់2ម៉ែត្រមួយបាទល្មមហើយប្រភេទដីបងប្អូនឃើញហើយនេះដីនេះបើអត់ជាតិទឹករឹងដោយដុំថ្មអញ្ចឹងប៉ាំងផែបាទជាប្រភេទដីឥដ្ឋដីលបាយខ្លះដីឥដ្ឋមិនដីខួនដែងមើលដីបតនេះកាប់មកប៉ែបានជាទាំងសំណើមយើងសើមបន្តិចយ៉ាងហ្នឹងហើយយើងអាចកាប់បាននេះខ្ញុំកាប់នេះខ្ញុំចាត់បូមទឹកដាក់ទេដូចថាភ្លៀងអត់ទេបូមទឹកកាប់ជាយើងអូមកចប់ហើយបន្ទាប់មកទៀតយើងបូមទឹកឲ្យដកឲ្យវាមានជាតិចំណាំมันកាប់តទៀតហើយมันកាប់ជារណ្ដៅអញ្ចឹងដៅអញ្ចឹងបាទរណ្ដៅហើយអូនេះកាប់ត្រឹម2ទឹកហ្នឹងបាទបាច់ធំពេកប្រហែល2ទឹកកន្លះ3ទឹកល្អតែប៉ុន្តែ2ទឹកហ្នឹងវាល្មម2ទឹកចូល2ទឹកកន្លះហើយដៅនេះយើងចូល2ទឹកកន្លះទៀតចូលជាកន្លះម៉ែត្របាទកាប់អញ្ចឹងហើយយើងយកកូនចេកយើងរើសកូនចេកយកមកដាំអញ្ចឹងបាទកូនចេកយើងយកដាំអញ្ចឹងហើយបានទទួលផលបាទទទួលផលខ្ពស់បងប្អូនចាំមើលទិន្នផលដែលខ្ញុំដាំចេកតើរបៀបខ្ញុំដាំឲ្យបានផលបាទនេះចេកដែលខ្ញុំប្រាប់ពីរបៀបដាំដែលយើងកាប់មកទឹកហើយនឹងកាប់ដៅណាមើលពុកផ្លែហើយអត់មានដាក់ជាតិដាក់ជីគីមីដែរទេធម្មជាតិយើងសុទ្ធហ្មងបូមទៅទឹកដាក់បាទហើយយើងដាក់បូមទឹកដាក់ទៅវាមានជាតិសំណើមនិកុលហើយកូននេះខ្ញុំកោះ2-3កូននេះយកទៅដាំថែមតែនេះមិនទាន់បានកោះដោយសារអត់ទាន់បានកាប់ផ្លែមកយើងបានកាប់ផ្លែយើងអាចកោះបានណាខ្ញុំដាំឥឡូវកូនហើយកូនដែលយើងរើសដាំបាទប្រភេទកូននេះណានេះគឺកូននេះថ្លោះអញ្ចឹងដាំហើយយើងរាប់អានេះត្រឹម7ឲ្យតែស្លឹកវាបានឡើង7ឡើងទៅយើងដាំទៅដុះល្អបាន5ទៅនៅវារៀងអន់បន្តិចកូននេះយើងអាចកោះយកដាំទៅតាកូននេះបាទនេះកូននេះតែយើងស្ទើរដែរកូននេះសូវជាថ្លោះប្រហែលនេះបើកូនមិនថ្លោះជាងនឹងទៀតកាន់ល្អយើងដាំទៅបានទទួលផលប៉ុន្តែប៉ុណ្ណេះក៏បានដែរប៉ុណ្ណឹងវាល្មមដាំតែបើយើងយកកូនហ្នឹងកាលបើយើងយកកូនយើងតើកាប់ផ្លែសិនតែក៏អត់ទេអាចចេកជាប់ហ្នឹងវាអាចងក់វាផ្លែទៅវាអត់ពេញទៅយោងទេហើយផ្លែក្តៀបបាទផ្លែទូចវាងក់វាដោយសារអីពេលអញ្ចឹងវាពេលខ្លះវាពងពេញកមុំអញ្ចឹងទៅវាត្រូវព្យាបាលដំបៅរបស់វាពេលខ្លះវាចេញស្ទងតែយើងយកទៅក៏វាវាត្រូវការពីអំបៅដោយទៅព្យាបាលដំបៅរបស់វាហ្នឹងវាក៏មិនងាយនឹងដល់ថាផ្លែវាអត់ល្អដែរអញ្ចឹងណាអញ្ចឹងហើយកាលបើយើងយកដល់យើងកាប់ផ្លែហើយយើងអាចយកបាននៅផ្លែនេះយើងចិត្តល្មមកាប់ហើយយើងអាចយកបានអញ្ចឹងណាហើយនេះគឺការបច្ចេកទេសដាំហើយបងប្អូនដែលចង់ដាំសាកឡូមើលទៅបានទទួលផលដូចខ្ញុំថាអញ្ចឹង
ហើយមានរសជាតិទៀតរសជាតិឆ្ងាញ់